សូមបងប្អូនចែករំលែកបន្តផងចង្កាយអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណអាចធ្វើបានក្នុងលក្ខខណ្ឌមួយចំនួនតែត្រូវភ្ជាប់ឯកសារពីរនេះទៅជាមួយនាពេលថ្មីនេះឧត្តមស្នេហ៍ឯកសាយមេងឈៀងអគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានចែករំលែកចំណេះដឹងជូនទៅកាន់សាធារណជនអំពីការកែតម្រូវអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជាក់ស្ដែងឧត្តមស្នេហ៍ឯកបានបញ្ជាក់ឲ្យដឹងថាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអាចបដូរអាសយដ្ឋានបាននៅពេលទៅថតធ្វើថ្មីករណីផុតឬចិត្តផុតសុពលភាពក្រោម180ថ្ងៃដោយភ្ជាប់សៀវភៅស្នាក់នៅថ្មីដែលឯកសារតម្រូវរួមមាន1អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលផុតឬចិត្តផុតសុពលភាពក្រោម180ថ្ងៃ2សៀវភៅស្នាក់នៅឬសៀវភៅគ្រួសារដែលមានអាសយដ្ឋានបច្ចុប្បន្នថ្មីដោយឡែកចំពោះទីកន្លែងនៃការស្នើសុំអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលមានអាយុចាប់ពី15ឆ្នាំឡើងរួមទាំងព្រះសង្ឃពុទ្ធចិត្តសាសនាជនជាប់ឃុំឬជនវិបលាស្មារតីអាចធ្វើការសុំផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរបានទៅតាមទីតាំងណាមួយដូចខាងក្រោម1ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់នៃលំនៅឋានរបស់សមីខ្លួនកំពុងរស់នៅ2អធិការដ្ឋាននគរបាលក្រុងស្រុកខណ្ឌនៃលំនៅឋានរបស់សមីខ្លួនកំពុងរស់នៅ3ស្នងការដ្ឋាននគរបាលរាជធានីខេត្តនៃលំនៅឋានរបស់សមីខ្លួនកំពុងរស់នៅ4នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ5ទីស្នាក់ការផ្ដល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផ្សារទំនើបអេអនសែនសុខអេអន2 6ទីស្នាក់ការផ្ដល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផ្សារទំនើបអេអនម៉លមានជ័យអេអន3 7ទីស្នាក់ការកណ្ដាលបេឡាជាសន្តិសុខសង្គមបសសសម្រាប់សមាជិកបសសចានេះគឺជារឿងមួយដែលល្អប្រពៃមែនទែនសម្រាប់ព័ត៌មានបងប្អូនអាចចែករំលែកបន្តបានតើតោងទៅនឹងព័ត៌មាននេះក៏បានបញ្ចប់សូមអរគុណសូមជម្រាបលា